chẳng nơiក្នុង clip tí muối dương bàn score nâng bàn bằng card function đa via return khai này nè lấy nơiក្នុងmedia nângខ្ញុំនឹង show នឹងបង្ហាញអំពីរបៀបក្នុងការហៅ function នឹងមកប្រើអ្វីត្បិតតែនៅក្នុងមេរៀនមុនហ្នឹងយើងបានហៅវាមកប្រើដែរប៉ុន្តែយើងមិនទាន់បានច្បាស់ថាតើរបៀបក្នុងការហៅហ្នឹងវាយ៉ាងម៉េចណាឥឡូវយើងខ្ញុំសូមលុបfunction មួយចោលសិនដើម្បីកុំឲ្យវាច្រើនពេកអូខេយើងនៅសារតែ function get name មួយឯង sorry get age មួយឯងនៅពីឡានទី10ឡានទី6មកដល់ឡានទី8ហ្នឹងគឺជា function មួយអញ្ចឹងដើម្បីយើងហៅយក function ហ្នឹងយកមកប្រើរបៀបទី1របៀបទី1គឺថាយើងហៅវាដោយបោះតម្លៃទៅវាបោះតម្លៃដែលទទួលបានពី function ហ្នឹងទៅឲ្យ variable បាទគឺបែបនេះហើយអញ្ចឹងរបៀបទី1គឺយើង call តាមអញ្ចឹងតែណាអាហ្នឹងចំពោះអីចំពោះreturn function ប្រភេទទី2របៀបក្នុងការហៅទី2គឺថាហៅទី2យើងអាចហៅវាផ្ទាល់តែម្ដងណាដោយយើងសរសេរវាណាសរសេរវាភ្ជាប់មិនមែននេះទេយើងសរសេរភ្ជាប់នៅក្នុង cout statement តែម្ដងណាយល់ទេខ្ញុំសរសេរប៉ុណ្ណឹងមានណាទី2គឺយើងហៅវាផ្ទាល់ដោយយើងសរសេរវានៅក្នុង cout statement ដើម្បី display វាចេញតែម្ដងឥឡូវឧទាហរណ៍ខ្ញុំអាចសរសេរបានថា cout get a ណាយើងឃើញខ្ញុំសរសេរ get a ទេហើយសរសេរនៅក្នុង cout តែម្ដងអត់មានបោះតម្លៃទៅឲ្យ variable ណាទេដែរទេឥឡូវខ្ញុំរ៉ាន់មើលឃើញចឹងមែនទេនេះដោយសារមិញខ្ញុំមកបានចុះបន្ទាត់យើងឃើញ20ហើយ20ទៀតអា20ខាងមុខគឺ20នេះដែរទេបាទអូខេអញ្ចឹងយើងចូលទៅដល់មេរៀនបន្ទាប់ទៀតយើងភ្ជាប់ទៅតែម្ដងគឺvoid function ដែលវាអត់ return ណា function ដែល return នេះយ៉ាងម៉េចfunction are return តលតែយើងយល់ថាយើងចង់បានអីពីព្រោះធម្មតា function គឺវាផ្ដើមមិនមែនផ្ដើមចេញមកអំពីយើងសរសេរ function ហើយបានយើងហៅទៅប្រើឯងយើងចង់បានអីបានយើងចាប់ដើមសរសេរ function ដែរទេឥឡូវឧទាហរណ៍ខ្ញុំដោយសារមេរៀននេះយើងរួចហើយយើងលុបចោលខ្ញុំលុបចោលដើម្បីឲ្យខ្លីអូខេឧទាហរណ៍ថាខ្ញុំសរសេរថា cout how are you ឧទាហរណ៍and line មែនទេអញ្ចឹងអាហ្នឹងបើ display មកប្រកាសជាចេញ how are you តែខ្ញុំអត់ចង់អញ្ចឹងទេឥឡូវខ្ញុំចង់ជំនួសឲ្យឡានទី10ហ្នឹងខ្ញុំចង់ជំនួសដោយពាក្យដោយ function មួយឈ្មោះថា greeting អញ្ចឹងអា greeting ហ្នឹង
វាជា function មួយដែលមានន័យស្មើនឹង cout how are you អញ្ចឹងខ្ញុំត្រូវមិនគឺមានន័យថាយើងត្រូវបង្កើត voice function មួយឈ្មោះថា greeting មែនឬមិនមែនមែនអត់ពីព្រោះយើងចង់យើងផ្ដើមពីយើងចង់បានថាយើងចង់បាន greeting មួយដែលស្មើនឹង cout how are you អញ្ចឹងយើងត្រូវតែមាន voice function មួយ greeting មែនឬមិនមែនអញ្ចឹងសួរតទៀតមិនយើងនិយាយថាចង់បានតែវាមានតម្លៃស្មើនឹង cout how are you អញ្ចឹងមានន័យថានៅខាងក្នុងហ្នឹងគឺ cout how are you ដូចគ្នាហើយតោះណាអញ្ចឹងយើងរ៉ាំទៅឃើញអី how are you ជាការពិតមែនឬមិនមែនអូខេ good តទៅទៀតអញ្ចឹងយើងមើលរបៀបនៅក្នុងការហៅនៅក្នុងការហៅ voice function មកប្រើគឺយើងអត់មានសរសេរអីនៅខាងមុខនេះទេអត់មានគឺអត់មានសរសេរស្អី variable ណាមួយឲ្យបោះតម្លៃទៅឲ្យអត់មានគឺសរសេរ function ហ្នឹង direct ផ្ទាល់តែម្ដងនៅក្នុងកូដអញ្ចឹងសួរទៀតថាចុះគ្រូខ្ញុំអាចសរសេរតាមរបៀបទី2ក្នុងមេរៀនយើងមិនបានណាខ្ញុំសរសេរដាក់ថា greeting អញ្ចឹងបានអត់ចង់ដឹកបានរ៉ានសាក់មើលទៅបានទេសំណួរថាហេតុអីបានអត់បានមិនមែនមកពី error ទេអត់បានមកពីចេះអញ្ចឹងយើងនិយាយថាអាប៉ុណ្ណេះស្មើនឹងអាប៉ុណ្នេះមែនទេមែនអត់បើស្មើគ្នាយើង copy ផាសដាក់មើលបើយើងមើលទៅមែនតែដាក់ហើយអញ្ចឹងអត់អាចស៊ីអោហើយស៊ីអោទៀតទេមែនទេដូចចេះអត់បានទេអញ្ចឹងសរុបមកវិញគឺថា call ការ call voice method យកមកប្រើ voice function មកប្រើគឺត្រូវតែសរសេរ direct ឬក៏សរសេរផ្ទាល់នៅក្នុងកូដតែម្ដងតោះណាស្ដាប់បានអញ្ចឹងវាខុសគ្នាទៅនឹង return type function ផងតែ return type function អាចសរសេរឧទាហរណ៍ដូចមិញហ្នឹងរបស់យើង get 8 បានឬក៏យើង cout get 8 បានមានន័យថាចំពោះ return type function យើងអាច call ដោយវាបោះឲ្យ variable ឬក៏យើងអាចសរសេរនៅក្នុង cout បានពីព្រោះវាចំនួនដោយតម្លៃវាមិនមែនចំនួនដោយ statement ទេបើ voice function វា replace វាចំនួនដោយ statement ហើយកន្លែងនេះមិញយើងមិនដាក់ថា cout យើងផាសវាមកតែបើ return type វាចំនួនដោយតម្លៃអញ្ចឹងកន្លែងហ្នឹងហ្មង20មិញយល់ទេអញ្ចឹងយើងអាចបែងចែកបានហើយអញ្ចឹងនៅក្នុងមេរៀននេះយើងអាចស្គាល់ថា voice function ហ្នឹងយ៉ាងម៉េចហើយនឹងការ call របស់វាយ៉ាងម៉េចហើយនឹងវា ខុសប្លែកពីការ call ទៅ return type function ហ្នឹងរបៀបម៉េចតើអូខេសង្ឃឹមថាគ្នាយើងយកវីដេអូនឹងទៅមើលយល់